ថ្មពីរឈុតនេះគឺ21 វ៉ុល 2600 មីលីអាំពែដូចគ្នាទេបងគ្រាន់តែថាយើងប្រៀបជាមួយនឹង BMS ផ្សេងគ្នាបងសម្រាប់មួយនេះវិញគឺ BMS ប្រភេទដូច BMS ថ្មម៉ូទ័របងហ្នឹងហើយវាមានដូចញីចេះសម្រាប់យើងសាកតាមដូចញីហ្នឹងក៏បានដែរហើយយើងចង់តចេញមកក្រៅក៏បានដែរហ្នឹងហើយហើយនេះការតរបស់វាគឺបែបហ្នឹងឯងអូខេវាមានអានេះគឺ P បូកចូលមកខាងបូកនេះមកខាងដកចូលមកខាងដកមកចំណែក B1 អានេះគឺខ្សែ B1 បងខ្សែ B1 ខ្សែ B1 នេះគឺខ្សែ B2 ខាងនេះគឺខ្សែ B3 ខាងនេះគឺខ្សែ B4 B4 ចូលមក B4 ខាងនេះគឺP បូកហ្នឹងហើយចំណែកការចេញទៅសាកថ្មនេះគឺចេញមកសាកថ្មចេញមកសាកថ្មជាមួយដូចញីអញ្ចឹងទៅជាមួយនេះគេដាក់ CH បូកហ្នឹងគឺចេញមកសាកថ្មហើយខាងនេះគឺប្រើខាងដកគឺប្រើដូចគ្នាទេជាមួយគ្នាតែចេញយកទៅប្រើគឺចេញទៅខាជើងខាងនេះវិញហ្នឹងហើយអញ្ចឹងសម្រាប់ BMS មួយនេះប៉ុណ្្នឹងឯងហ្នឹងហើយសម្រាប់ប្រភេទនេះក៏វាមិនខុសគ្នាដែរបងហ្នឹងហើយការតគឺដូចតែគ្នាទេយើងតយកវ៉ុលណាចឹងហើយយើងប្រើថ្មរីបឆ្លាស់គ្នាបុកដកចឹងទៅតែអានេះចឹងយើងមើលមកបានអានេះគឺប្រភេទវាប្រើ PC ដូចគ្នាអានេះគឺចូលគ្នាហ្នឹងហើយយើងដាក់ចូលគ្នាបានទាំងពីរគឺដូចគ្នាទេអត់មានអីទេបងយើងអាចមើលបានហ្នឹងហើយគឺបែបហ្នឹងឯងអានេះគឺ B ដកអានេះគឺសម្រាប់យើងយកទៅប្រើសាកថ្មឬមួយក៏យកទៅប្រើ power អានេះគឺ B បូកគឺចូលជាមួយនឹងខាងបូកនេះមកចំណែកហើយយើងបដិញ្ញវាមកខាងនេះមក B1 ខាងនេះអាមួយនេះគឺមក B2 ហើយអានេះឆ្លាស់មកនេះគឺ B3 ខាងនេះគឺមក B4 បែបហ្នឹងឯងបងហ្នឹងហើយហើយយើងចេញពីខ្សែមកខាងបូកដាក់មកខាងបូកជាមួយគ្នាមកទាំងយកទៅប្រើទាំងសាកចូលព្រោះអានេះយើងដាក់យើងបបែកគ្នាមកយកមកប្រើយើងដាក់មកអានេះក៏បានឬមួយក៏យើងដាក់ចូលគ្នាចឹងក៏បានដែរអត់អីទេហ្នឹងហើយតែបើយើងយកល្អបើយើងចង់ដាក់មកខាងនេះក៏ល្អដែរហ្នឹងក៏ល្អម្យ៉ាងដែរអក្សរ P ហ្នឹងគឺ power ចេញណា power ចេញខាងដកចំណែកនេះគឺ C នេះគឺឆាចប្រយ័ត្នបញ្ចូលហ្នឹងហើយតែយើងដាក់ចូលគ្នាក៏ដែរហ្នឹងហើយចឹងហ្នឹងគឺបង្ហាញតែប៉ុណ្្នឹងឯងយើងអរគុណច្រើន